នៅផ្ទះមកប្រភេទនោះគេហៅទ្វាខុសកាលណាបើយើងសាងសង់ផ្ទះត្រូវហើយគឺវានៅសុខដុមរមនាប៉ុន្តែបើយើងសាងសង់ខុសគឺទ្វាចេញចំហៀងមានតែទ្វាមុខហើយទ្វាក្រោយដល់យើងទៅធ្វើទ្វាចំហៀងគឺខុសហើយបាទទ្វាចំហៀងហ្នឹងនាំគុណវិបត្តិ3យ៉ាងបាទ3យ៉ាងហ្នឹងខ្លះជួបទាំង3ខ្លះជួប2ខ្លះជួបតែ1ទេបាទទី1ស្វាមីឬក៏ភរិយាបាទគាត់ទៅមានដៃគូថ្មីទៀតដោយសារភាគីមួយទៀតបាទជាអ្នកតាក់តងទៅឬក៏បណ្ដាលចិត្តឲ្យគាត់ទៅតាក់តងគេបាទគ្រោះទី1គ្រោះទី2អាចបណ្ដាលឲ្យកើតឧបទ្ទវហេតុជាគ្រោះថ្នាក់ឬក៏មានជំងឺយ៉ាងណារហូតទៅដល់វះកាត់បាទវះកាត់មានបាក់អវយវៈក៏មានបាទរឿងទី3បាទវានឹងខូចទ្រព្យសម្បត្តិវានឹងនាំឲ្យបាត់បង់លុយកាក់ទ្រព្យសម្បត្តិមានន័យថាបើទ្វាវាចេញខាងទ្វាចំហៀងចេញខាងនេះទៅបាទចេញខាងនេះធ្វើឲ្យខាងខ្លាគឺស្ត្រីហ្នឹងបាទមានហេតុធ្វើឲ្យបាត់បង់លុយកាក់ទ្រព្យសម្បត្តិហ្នឹងបើទ្វាយើងចេញចំហៀងហ្នឹងខាងខ្លាបាទមានន័យថាខាងចំហៀងខាងនេះគឺភាគីបរោះនោះបាទជាអ្នករងគ្រោះបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា